បាទសួស្តីបងប្អូនអរគ្នាបាទសួស្តីបងប្អូនអរគ្នាអឺឃើញថាធឿនតារាកំពុងតែបុកហាត់ខ្លាំងបងប្អូនបាទដើម្បីត្រៀមការប្រកួតជាមួយនឹងរ៉ូស្លិនបាទដែលរ៉ូស្លិននេះគឺជាកីឡាករដែលធ្វើឲ្យធារាបាទបោះបង់ការប្រកួតនៅក្នុងទឹកទី1បងប្អូនបាទដែលជាការមួយដែលគួរឲ្យសោកស្ដាយបាទសម្រាប់កីឡាករធឿនតារាកាលពេលនោះបាទគឺមិនទាន់បានចប់មួយទឹកផងគឺត្រូវបានរ៉ូស្លិនធ្វើឲ្យមានបញ្ហាភ្នែកបាទមិនអាចប្រកួតបានទេបងប្អូនបាទអញ្ចឹងថ្ងៃទី23បាទខែមករាយើងនេះកីឡាករធឿនធីរ៉ានឹងត្រូវជួបសងសឹកហើយក៏ដាក់ខ្សែក្រវ៉ាត់ឲ្យរ៉ូស្លិនដណ្ដើមទៀតបងប្អូនបាទថ្ងៃទី23ខែមករាឆ្នាំ2026នេះបាននៅក្នុងទឹកដីខណ្ឌកំបូលរាជធានីភ្នំពេញបាទឃើញថាកីឡាករបាទដែលត្រូវប្រកួតនៅពេលនោះគឺមានកីឡាករពេជ្រសម្បត្តិដែលជាបេក្ខភាពបាទប្រកួត X-Men Tournament បាទរដូវកាលទី1សម្រាប់កីឡាករពេជ្រសម្បត្តិបាទនឹងធ្វើការប្រកួតនៅពេលនោះដែរហើយកីឡាករធឿនតារាគឺជាកីឡាករដែលត្រូវប្រកួតបាទដើម្បីសងសឹកទៅលើកីឡាកររ៉ូស្លិនបាទអញ្ចឹងបងប្អូនចាំទស្សនាទាំងអស់គ្នាបានថ្ងៃទី23ខែមករាឆ្នាំ2026បាទនៅក្នុងខណ្ឌកំបូលរាជធានីភ្នំពេញបាទអញ្ចឹងចង់ដឹងថាតើកីឡាករធឿនតារាបាទអាចសងសឹកបានយ៉ាងណាឬក៏ត្រូវអស់បាទខ្សែក្រវ៉ាត់មួយគ្រឿងទៀតជូនទៅដល់រ៉ូស្លិនបាទអញ្ចឹងយើងមានតែការទស្សនាទាំងអស់គ្នាបាទដើម្បីជួយអបអរសាទរបាទក៏ដូចជាលើកទឹកចិត្តដល់កីឡាករទាំងអស់គ្នាបាទហើយក៏បាទបងប្អូនចូលរួមទស្សនាទាំងអស់គ្នាសម្រាប់បាទការប្រកួតរបស់កីឡាករពេជ្រសម្បត្តិដែលជាបេក្ខភាពមួយដ៏សំខាន់សម្រាប់កម្មវិធីពេលនោះគឺត្រូវប្រកួតលក្ខណៈ X-Men Tournament បាទដណ្ដើមកំប៉ុងមាសបាទកាលវគ្គមុនធឿនតារាបានរបូតកំប៉ុងមាសបាត់ទៅហើយបាទតែពេលនេះជាឱកាសរបស់កីឡាករពេជ្រសម្បត្តិដើម្បីដណ្ដើមយកនៅកំប៉ុងមាសពី Gensburg បាទដែលផ្ដល់ឱកាសឲ្យកីឡាករពេជ្រសម្បត្តិធ្វើការប្រកួតដណ្ដើមយកកំប៉ុងមាសនេះបាទនឹងបងប្អូនខ្ញុំបាទមិនមានអ្វីច្រើនទេបាទបងប្អូននឹងរងចាំទស្សនាទាំងអស់គ្នាបាទថ្ងៃទី23ខែមករាឆ្នាំ2026នៅខណ្ឌកំបូលរាជធានីភ្នំពេញបាទអរគុណបងប្អូនអរគ្នាបានទស្សនាវីដេអូនេះបាទហើយយើងនឹងចាំជួបគ្នាបាទនៅក្នុងការប្រកួតបាទដ៏កក្រើកនិងជាព្រឹត្តិការណ៍អស្ចារ្យនេះបាទទាំងអស់គ្នាបាទសម្រាប់ខ្ញុំបាទសូមអរគុណហើយបើសិនជាបងប្អូនបាទពេញចិត្តវីដេអូខ្ញុំបាទជួយគ្រប់គ្រងនិងចុច Subscribe សញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តបាទសូមអរគុណ